វត្តមានរបស់កូនគឺពិតជាសំខាន់សម្រាប់ម៉ាក់ដែលគិតថាវាគឺជាបន្ទុកទេប៉ុន្តែវាគឺជាក្តីស្រឡាញ់មួយដែលបរិសុទ្ធជាក្តីស្រឡាញ់មួយដែលផ្ដល់ឲ្យដោយមិនរំពឹងថានឹងទាមទារពេលដែលកូនធំឡើងមកចិញ្ចឹមម៉ាក់ឬក៏មើលថែម៉ាក់នៅពេលដែលម៉ាក់ចាស់ទៅវិញទេប៉ុន្តែក្តីសង្ឃឹមតែមួយគត់ដែលម៉ាក់ចង់ឃើញទៅថ្ងៃមុខគឺកូនមានក្តីសុខដោយមិនបំផ្លាញអ្នកដទៃកូនមានសិទ្ធិជ្រើសរើសនៅអ្វីដែលកូនចង់ធ្វើហើយកូនមានសិទ្ធិធ្វើនៅរឿងអ្វីដែលកូនស្រឡាញ់ចងចាំថាម្ដាយម្នាក់នេះនឹងធ្វើជាមិត្តធ្វើជាអ្នកលើកទឹកចិត្តនិងគាំទ្រកូនរហូតដល់ដង្ហើមចុងក្រោយរបស់ម៉ាក់ស្រឡាញ់កូន Happy Valentine's Day